យើងមកអនុវត្តការប្រើប្រាស់ could និង could have មួយជា could មួយទៀតជាទម្រង់ perfect អញ្ចឹងយើងចូលកន្លែង take quiz ចុចលើវាមកក្នុងនេះគេឲ្យជ្រើសរើស can could ឬក៏ could have done កន្លែងខ្លះគួរប្រើ can កន្លែងខ្លះត្រូវ could កន្លែងខ្លះត្រូវមានបរិបទនឹងគឺត្រូវប្រើ could have done អញ្ចឹងមើលណា one This is a wonderful place I stay here forever គេថាកន្លែងនេះជាកន្លែងអស្ចារ្យមែនទែនណាខ្ញុំអាចស្នាក់នៅទីនេះរៀងរហូតការនិយាយបែបនេះមិនមែនជាការពិតទេបើយើងប្រើ can អត់អាចប្រើបានទេណា can មានថាវា possibility ភាពពិតវា 100% មកបើយើងមើលពាក្យ forever វាអត់អាចទេថាមនុស្សម្នាក់នឹងអាចទៅចំណាយពេលកន្លែងនឹងបានរហូតអីចឹងទៅជាងយើងប្រើ could មក could stay here forever មែនថាជាការនិយាយពីបច្ចុប្បន្ននិងអនាគតដែរប៉ុន្តែលក្ខណៈថាវាអត់ជាក់លាក់ទេវាអត់ពិតប្រកបដែលយើងអាចធ្វើទៅបានទេគ្រាន់តែនិយាយនឹងថានិយាយអស់ពីចិត្តណាហើយ I could stay here forever Two I'm so angry with him ខ្ញុំខឹងខ្លាំងមែនទែនជាមួយគាត់ I can kill him I could អញ្ចឹងការនិយាយនេះគឺដូចមិញករណីមិញអញ្ចឹងបើយើងប្រើខែប៉ុន្តែយើងមានសមត្ថភាពទៅចាក់សម្រាប់គាត់ប៉ុន្តែយើងអត់មានអីអញ្ចឹងទេខ្ញុំនិយាយថាខ្ញុំស្ទើរតែសម្រាប់គាត់បានអីអញ្ចឹងឧទាហរណ៍ការនិយាយបែបនេះដោយសារយើងខឹងនឹងគាត់នេះអញ្ចឹងអា could នេះវាគេហៅថា possibility វាជាលក្ខណៈ imaginary ច្រើនណាដែលយើងអាចធ្វើអីមួយបានណាយើងប្រើ could មកវាអត់ពិតទេណាគ្រាន់ជាការសម័យ 3I blank hear a strange noise ណាខ្ញុំឮសំឡេងចម្លែក What is it ជាសំឡេងអីទៅអញ្ចឹងយើងប្រើអី can or could និយាយពីសមត្ថភាពណាភាពដែលយើងអាចស្ដាប់បានយើងអាចស្ដាប់ឮអ្វីមួយណាយើងប្រើ can hear ណាខ្ញុំស្ដាប់ឮសំឡេងចម្លែក It's so nice here ណាស្អាតមែនទែននៅទីនេះ I sit here all day but unfortunately I have to go នេះយើងប្រើ could មកណាខ្ញុំអាចអង្គុយនេះពេញមួយថ្ងៃប៉ុន្តែជាអកុសលហើយខ្ញុំត្រូវចេញទៅហើយអញ្ចឹងវាជាការសម័យដែលថាយើងឃើញកន្លែងនេះស្អាតអីថា Oh I could sit here for all day ឬក៏ forever អញ្ចឹងទៅអញ្ចឹងយើងប្រើ could មកអាចប្រើ can ទេណាព្រោះវាជាការសម័យមិនសូវពិតទេវាអត់ real 5 I blank understand your point of view but I don't agree with you ខ្ញុំយល់គំនិតរបស់អ្នកប៉ុន្តែខ្ញុំអត់យល់ស្របជាមួយអ្នកទេអញ្ចឹងយើងប្រើ can មកនិយាយពីសមត្ថភាពយើងអាចយល់អ្វីមួយបានណាជាការពិតថាយើងអាចយល់គំនិតគាត់បានយើងយល់ពីការគិតរបស់គាត់ Six Peter is a keen musician Peter គឺជាតន្ត្រីករមួយដ៏ keen ដែលមានគេថាចំណាប់អារម្មណ៍ចង់ចេះចង់ដឹងណា He plays the flute គាត់លេងខ្លុយផ្លុំខ្លុយហើយ can also play the piano និយាយពីសមត្ថភាពរបស់គាត់ណាសមត្ថភាពរបស់គាត់ធ្វើបានយើងប្រើ can មកសមត្ថភាពដែលយើងអាចធ្វើអីមួយបានយើងនិយាយពីសមត្ថភាពSeven the company Army works for is doing well ក្រុមហ៊ុនដែល Army ធ្វើការហ្នឹងគឺមិនសូវជាដំណើរការល្អទេណា She could lose ឬក៏ she can យើងប្រើ could មកណាវានិយាយពី possibility មួយដែលថាអាចនឹងបាត់បង់ការងារណាប៉ុន្តែវាអត់ជាក់លាក់ទេវាអត់ច្បាស់លាស់ទេណាយើងប្រើ could មកតែយើងប្រើ can វាច្បាស់លាស់ជាងថាគាត់អាចនឹងបាត់ការងារតែកន្លែងនេះវាពាក់ព័ន្ធនឹងបរិបទនេះគឺដោយសារយើងមើលក្រុមហ៊ុនមិនសូវល្អអញ្ចឹងយើងក៏តែនិយាយថា she could lose her job some people are unlucky life be very unfair ណាមនុស្សមួយចំនួនមិនសូវមានសំណាងល្អទេជីវិតគឺ can be very unfair វាជាការពិតណាយើងប្រកាន់គឺការពិត 100% ហ្មងជីវិតហ្នឹងគឺមិនយុត្តិធម៌ខ្លាំងទេណាយើងប្រើជាលក្ខណៈការពិតយើងប្រកាន់មកណា I've been really stupid ណាខ្ញុំដូចជាឈួតដល់ហើយអ្នកI could kick myself ខ្ញុំអាចទាត់ខ្លួនឯងមួយជើងឡើយមានអញ្ចឹងណា could kick អញ្ចឹងគេនិយាយពី imaginary និយាយពី not real ទេណាដូចយើងសម័យថាដូចយើងខ្ញុំដូចល្ងងដល់ចង់តាផ្ទះខ្លួនឯងបណ្ដៃប៉ុន្តែយើងអត់ផ្ទះទេយើងក៏បានទាត់ខ្លួនឯងកើតដែរណាយើងអាចប្រើ can យើងប្រើ could ព្រោះនេះលក្ខណៈថាយើងឧបមាថាទាត់ខ្លួនឯងមួយជើងអញ្ចឹងទៅ 10 be very careful climbing that tree ណាឡើងដល់ប្រុងប្រយ័ត្នឡើងដើមឈើនឹងដល់ប្រុងប្រយ័ត្ន you could ឬក៏ you can យើងប្រើ could មកណានិយាយពី possibility ដែលថាអាចនឹងធ្លាក់ណាអ្នកឯងអាចធ្លាក់បានណាបើយើងប្រើ can វាត្រង់ពេកវាថាដូចថាដឹងធ្លាក់ហ្មងប៉ុន្តែវាអត់ធ្លាក់ឯងវាអត់ទាន់ធ្លាក់ឯងគ្រាន់តែយើងមើលទៅវា
ឡើងទៅវារាំងពិបាកអីទួយដែរយើងថា you could fall ណាអ្នកឯងនឹងធ្លាក់ 11A I spent a very boring evening at home yesterday ណាខ្ញុំចំណាយពេលដ៏ធុញទ្រាន់ពេលល្ងាចនៅផ្ទះកាលពីម្សិលមិញ B ថា why did you stay at home ហើយក៏ណែដេកផ្ទះអញ្ចឹង you could have come មើលសិនណាប្រយោគនេះជាប្រយោគ past simple អញ្ចឹងបើយើងចង់ប្រើជាតម្រង could បូកជាមួយនឹង perfect អញ្ចឹងគឺគេសំដៅលើ past អតីតកាលណាជាងយើងប្រើ could have come មកណាណែដេកផ្ទះអីណែគួរតែអាចមកលេងពួកយើងប៉ុន្តែសួរគួរទៅលេងហ្នឹងអាចទៅលេងអត់គឺអត់បានទៅលេងទេ could have come តម្រង could បូកនឹង perfect អញ្ចឹងមានន័យថាវាអត់កើតឡើងក្នុងអតីតកាលគាត់តែការឧបមាទេណានេះគាត់ធុញនៅផ្ទះអញ្ចឹងទៅដេកផ្ទះមួយថ្ងៃហើយម្នាក់ទៀតថាចុះឯងគួរតែអាចមកលេងមួយពួកយើងប៉ុន្តែម្នាក់ទៀតអត់បានមកទេ 12A shall I open this letter ខ្ញុំគួរតែបើកលិខិតសម្បត្តិនឹងអត់ Yes it could have been ឬក៏ could be អញ្ចឹងយើងប្រើ could be មកមាន could have been ទេណាប្រយោគនេះគឺប្រយោគ present ធម្មតាទេណា Yeah វាអាចនឹងជាលិខិតមួយសំខាន់ណា 13 have was exam កាប់ឡងមកនេះមិនហើយតើពិបាកទេ B ថា it wasn't so bad ណាអត់សូវជាពិបាកខ្លាំងទេ it could have been worse it could be worse ជាងយើងប្រើ could have been ជាតម្រង past អតីតកាលយើងសម័យថាអាការប្រឡងនោះគួរតែពិបាកជាងហ្នឹងមែនទេអញ្ចឹង it could have been worse ប៉ុន្តែការពិតទៅ it wasn't so bad មែនថាការប្រឡងនោះវាអត់អាក្រក់ពេកទេវាងាយស្រួលទេណាអញ្ចឹងអ្នកនិយាយ B ហ្នឹងគេនិយាយថា it could have been worse វាគួរតែពិបាកជាងហ្នឹងហើយប៉ុន្តែការពិតទៅការប្រឡងនោះអត់ពិបាកអញ្ចឹង 14A I got very wet walking home in the rain ខ្ញុំសើមជោកហ្មងដើរកាត់ភ្លៀងទៅផ្ទះ B ថា why did you walk ហេតុអីក៏អ្នកដើរ you could have taken a taxi ណែគួរតែបានជិះតាក់ស៊ីទៅឬក៏គួរជិះតាក់ស៊ីចឹងមានតែគាត់អត់បានជិះទេណាយើងប្រើ could បូកនឹង perfect form នេះបញ្ជាក់ពីអ្វីអត់កើតឡើងក្នុងអតីតកាល shall we meet tomorrow យើងគួរជួបគ្នាដល់ណាទៅថ្ងៃស្អែក B ថា well I to your office if you like I could come ណាខ្ញុំអាចទៅ office របស់អ្នកបានណាយើងអាចប្រើ could have come ទេណាមិនមែន past ណាប្រយោគនេះគឺ future ចឹងយើងប្រើ could come បែរពី future និយាយពីភាពយើងអាចគួរធ្វើបានណាក្នុងពេលអនាគត submit មកយើងធ្វើត្រូវទាំងអស់គាត់អាចមើលលទ្ធផលហើយធ្វើមហាត់ទៅអីឬក៏ចូលមើលអត្ថបទពេញសិនណាដើម្បីយល់ថាការប្រើប្រាស់វាមិន can ប្រើមិន could ប្រើមិនសមត្ថភាពទាំងអស់ហ្នឹងវាយ៉ាងម៉េចដែរចូលមកខាងទៅ kiduafalin.com ទស្សនាត្រៀប3កន្លងស្ដាំណាបងចុចលើពាក្យមេរៀនមកហើយក្នុងនេះវាមាន category ច្រើនមាន category ច្រើននិយាយរើស grammar មកឬក៏វេយ្យាករណ៍ហើយក្នុងវេយ្យាករណ៍វាមានកម្រិតវាដែរណាមាន intern មានអីចឹងតែបងចូលមកក្នុងអត្ថបទមានលំហាត់មានអីឬក៏ចូលវគ្គសិក្សា courses បច្ចុប្បន្នមានការបញ្ចុះតម្លៃ 50% ចំនួន17វគ្គសិក្សាមាននៅគ្រប់វគ្គសិក្សាគឺបញ្ចុះតម្លៃដល់ថ្ងៃ20មេសា2025ណាអញ្ចឹងសារបងដែលចង់ចុះឈ្មោះចូលរបាយខាងលើនេះបងឃើញពាក្យចូលចុះឈ្មោះហើយបើបងមានគណនីឲ្យចុចលើពាក្យចូលបញ្ចូលគណនីឬអត់ទាន់មានទេត្រូវបង្កើតចុចលើពាក្យចុះឈ្មោះបង្កើតគណនីវិញបញ្ឈ្មោះថ្ងៃខែឆ្នាំកណ្ដាលលេខទូរស័ព្ទ email លេខកូដផ្សេងទៅមក verify email អញ្ចឹងទៅមកចូលទៅស្វែងរកវគ្គសិក្សាមកណាចូលកន្លែង courses វគ្គសិក្សាឬវគ្គដែលបងចាប់អារម្មណ៍ចង់សិក្សាមកចុចលើវាទៅមកចូលលើពាក្យ buy course ចុចលើ buy course មកវានឹងចេញរបៀបបងការសិក្សាអីផ្សេងណាបងទៅតាមនឹងទៅហើយដាក់ស្នើអញ្ចឹងទៅរកចាំការព្រូពួកអាចចូលសិក្សាបានហើយឬក៏មើលព័ត៌មានលម្អិតនៅ caption description វីដេអូនេះយើងមានដាក់ជូនណាឬក៏តាក់ទង page Kendo ឬក៏ Telegram Community Support ក៏បានដែរការប្រជុំមានកំណត់ណាការ promotion គឺនៅតែ3ថ្ងៃចុងក្រោយទេអរគុណជម្រាបលា